សិទ្ធិចូលរៀនរបស់ឯងខ្ញុំមិនប្រកាសថាវានឹងត្រូវលុបចោលពេលណានោះទេប្រយ័ត្នខ្លួនឲ្យមែនទែនទៅយកនេះទៅដល់ពេលកាំងគុំសន្សំសំចៃពេកម៉ាក់លុយនេះម៉ាក់បានមកពីណាម៉ាក់លូកមន់បានខ្លះសន្សំអស់មួយឆ្នាំមិនច្រើនប៉ុន្មានទេកូនយកទៅចុះម៉ាក់ទុកប្រើខ្លួនឯងទៅកូនមានអាហាររូបកហើយកូនមិនចាំបាច់ប្រើទេយកទៅចាត់ទុកថាជាការសងកូនចុះម៉ាក់មិនជំពាក់អ្វីកូនទេកូនជំពាក់ម៉ាក់ច្រើនណាស់ម៉ាក់ក្នុងចិត្តលួចលាក់ដល់ទីកន្លែងហាយទូរស័ព្ទប្រាប់ផងរឿងក្នុងចិត្តលួចប្រាប់អ្នកខ្យល់ល្ងាចបក់មកក្បែរត្រឹមស្មាភាពទន់ភ្លន់ក្នុងកែវភ្នែកហូរហៀចិត្តស្ម័គ្រមិនបាច់លាក់បាំងទៀតទេអរគុណសម្រាប់ចិញ្ចៀនស្មៅមួយកាក់នេះភាពក្លាហាននិងកម្លាំងចិត្តអ្នកក៏ទៅរៀននៅពេលកាំងដែរមែនទេបាទចុះអ្នកវិញខ្ញុំរៀននៅហាឈីងជំនាញវិស្វកម្មមេកានិកនៅភូមិខ្ញុំមានតែខ្ញុំម្នាក់ទេដែលប្រឡងជាប់សាកលវិទ្យាល័យខ្ញុំរៀននៅជីងប៉ៃជំនាញជីវវិទ្យានៅភូមិខ្ញុំក៏មានតែខ្ញុំម្នាក់ដែរអញ្ចឹងយើងជាគូប្រជែងនឹងគ្នាសិនហើយមិនមែនជាគូប្រជែងទេយើងគឺជាមនុស្សប្រភេទណាដែរប្រភេទមនុស្សដែលខំប្រឹងតស៊ូពីបាតសង្គមខំមាត់សង្កត់ចិត្តរហូតបានជោគជ័យលាភីលេខ1ថ្នាក់ស្រុកចុះអ្នកវិញលាភីលេខ1ថ្នាក់ខេត្តយល់ព្រមអ្នកឈ្នះហើយមិនមែនឈ្នះទេគឺគ្រាន់តែបានរស់រៀនបើអញ្ចឹងអ្នកត្រូវតែរៀបរាប់ប្រាប់ខ្ញុំពីដំណើរជីវិតដែលកន្លងមកថាអ្នកបានស៊ូទ្រាំឆ្លងកាត់វាដោយរបៀបណាគឺគ្រាន់តែខំទ្រាំគ្មានផ្លូវកាត់ណាផ្សេងទេនៅពេលដែលហួសកម្រិតខ្ញុំតែងតែនឹកគិតដល់មូលហេតុដែលខ្ញុំចាប់ផ្ដើមនោះជាអ្វីទៅវាជាវាពេលបទចុះឈ្មោះចូលរៀនថ្នាក់ទី10របស់ខ្ញុំម៉ាក់ខ្ញុំរក្សាវាទុកដល់ទៅ3ឆ្នាំហេតុអ្វីទៅដោយសារគាត់ចង់ឲ្យខ្ញុំប្រឡងជាប់ហើយក៏ខ្លាចខ្ញុំប្រឡងជាប់ដែរម៉ាក់កូនមកដល់ហើយបាទកូនដើរផ្លូវរបស់កូនទៅបានហើយបាទញ៉ាំបាយឲ្យគ្រប់គ្រាន់ណាកុំឲ្យស្គមពេកកូនដឹងហើយសូមអរគុណសម្រាប់ការទស្សនាសូមសួរថាតើនេះជាសិស្សឈ្មោះសិនជាស៊ីមែនទេសួស្តីខ្ញុំមកពីការិយាល័យជ្រើសរើសសិស្សរបស់សាកលវិទ្យាល័យដែលអ្នកបានដាក់ពាក្យកន្លងមកមានតារាងវិតម្លៃគុណភាពរួមក្នុងអំឡុងពេលរៀនថ្នាក់វិទ្យាល័យដែលត្រូវការការបំភ្លឺបន្ថែមយើងទទួលបានពាក្យបណ្ដឹងអនាមិកមួយថាអ្នកមានសកម្មភាពល្មើសវិន័យយ៉ាងធ្ងន់ធ្ងរក្នុងពេលរៀនថ្នាក់វិទ្យាល័យតើល្មើសវិន័យអ្វីទៅខ្លឹមសារជាក់លាក់យើងមិនអាចជម្រាបជូនបានទេអ្នកត្រូវតែធ្វើការបំភ្លឺក្នុងរយៈពេល1សប្តាហ៍ត្រូវមានការបញ្ជាក់ដោយត្រាពីសាលាវិទ្យាល័យមកជាមួយលិខិតបញ្ជាក់ថាគ្មានការរំលោភវិន័យបើមិនដូច្នេះទេវាអាចប៉ះពាល់ដល់សិទ្ធិចូលរៀនរបស់អ្នក
លោកគ្រូឈីនជឿសៀមានរឿងអ្វីមែនទេសំឡេងអ្នកស្ដាប់ទៅប្លែកការិយាល័យរើសអើងសិស្សទើបតែទូរស័ព្ទមកខ្ញុំមានគេរាយការណ៍ថាខ្ញុំរំលោភវិន័យការនៅវិទ្យាល័យគេតម្រូវឲ្យខ្ញុំយកលិខិតបញ្ជាក់ថាគ្មានការរំលោភវិន័យទៅឲ្យពួកគេវិញជាងគូនឹងច្បាស់ជាគេដែលនៅពីក្រោយរឿងនេះខ្ញុំដឹងតែពេលនេះត្រូវធ្វើម៉េចទៅរយៈពេល1សប្តាហ៍ខ្ញុំមិនអាចត្រឡប់ទៅទាន់ទេជឿសៀលោកគ្រូនឹងទៅសាលាដើម្បីស្នើសុំលិខិតនោះឲ្យស្អែកនេះលោកគ្រូនឹងផ្ញើទៅឲ្យអ្នកចុះបើគេមិនព្រមចេញលិខិតឲ្យលោកគ្រូទៅចុះបើវិញជាងគូបានទៅកាក់ស្កាត់ទុកមុនរួចហើយនោះអំណាចគេមិនអាចលូកដៃមកដល់ទីនេះទេចាំមើលសិនទៅស្អែកនេះគ្រូនឹងទៅទីក្រុងប៉េកាំងដោយផ្ទាល់ដើម្បីយកឯកសារឯងលោកគ្រូកុំយំអីឯងមិនបានធ្វើអ្វីខុសនោះទេគ្មានអ្នកណាមកដណ្ដើមយកកៅអីសិក្សារបស់ឯងបានឡើយកុំបារម្ភអីគ្រូបានរត់ការអស់ពីថ្ងៃហើយទម្រាំតែប្រមូលឯកសារគ្រប់គ្រាន់ទាំងអស់នេះទាំងលិខិតបញ្ជាក់ពីសាលាទាំងតារាងពិន្ទុរបស់ឯងនិងឯកសារដែលមានស្នាមមេដៃម្ដាយរបស់ឯងគឺគម្រោងសំប្រាក់នោះគ្រូយកមកជាមួយទាំងអស់ហើយលោកគ្រូរត់ការអស់ពីថ្ងៃពេញហើយម្សិលមិញទៅមន្ទីរអប់រំថ្ងៃនេះទៅសាលារៀនកុំបារម្ភអីទំនាក់ទំនងតិចតួចរបស់វិនជាងគូនោះមិនអាចធ្វើឲ្យមានប្រយោជន៍ហើយក្មួយសិនជឿសៀចូលមកឯកសារទាំងអស់គ្មានបញ្ហាទេចំពោះពាក្យបណ្ដឹងអនិយមិតមួយនោះពួកយើងបានពិនិត្យរួចរាល់ហើយគឺមិនមានមូលដ្ឋានទេសិទ្ធិចូលរៀនរបស់ក្មួយមិនត្រូវបានប៉ះពាល់ទេសូមទោសដែលធ្វើឲ្យក្មួយបារម្ភអរគុណលោកគ្រូមិនអីទេខំប្រឹងរៀនសូត្រទៅកុំឲ្យរឿងនេះប៉ះពាល់ដល់ក្មួយអីលោកគ្រូអរគុណលោកគ្រូខ្លាំងណាស់អរគុណរឿងអីទៅគ្រូគ្រាន់តែរត់ការពី3ជើងប៉ុណ្ណោះការដែលលោកគ្រូរត់ការប៉ុន្មានជើងនេះគឺបានជួយសង្គ្រោះអនាគតខ្ញុំទាំងមូលវាមិនធ្ងន់ធ្ងរដល់ថ្នាក់នឹងទេអ្នកមានសមត្ថភាពពិតប្រាកដមែនគ្មាននរណាអាចរារាំងផ្លូវអ្នកបានឡើយចុះហេតុអ្វីបានជាលោកគ្រូនៅតែចំណាយពេលផ្ទាល់មកទីនេះគ្រូខ្លាចថាឯងម្នាក់ឯងទ្រាំទទួលវាមិនរួចខ្ញុំសូមអញ្ជើញលោកគ្រូទៅញ៉ាំអាហារលើកនេះហាមបដិសេធណាបានតើហាងអាហារនៅមុខសាលានោះចុះមិនក៏លោកគ្រូដឹងថាមានខ្ញុំបានទៅញ៉ាំតាំងពីយប់មិញមកម្លេះរសជាតិក៏សមរម្យដែរចាត់ទុកថាសំណាងហើយមានសិស្សណាខ្លះចង់ចែករំលែកទេហេតុអ្វីបានជាអ្នកជ្រើសរើសជំនាញនេះកុំតាមសៀវភៅនិយាយចេញពីចិត្តមកសិស្សស្រីម្នាក់នោះខ្ញុំជ្រើសរើសជីវវិទ្យាព្រោះភូមិដែលខ្ញុំធំដឹងក្តីឡើងទឹកមានពណ៌លឿងលេខមានសភាពរឹងក្រិនខ្ញុំចង់ដឹងថាធ្វើយ៉ាងណាឲ្យកន្លែងបែបនោះល្អប្រសើរឡើងហើយក៏ព្រោះតែពេលម៉ាក់ខ្ញុំអាយុ18ឆ្នាំគាត់ក៏ចង់រៀនជំនាញនេះតែគាត់គ្មានឱកាសជាហេតុផលដ៏ល្អណាស់តើអ្នកឈ្មោះអ្វីដែរសិនជឿសៀក្មួយសិនជឿសៀសូមស្វាគមន៍សង្ឃឹមថា4ឆ្នាំក្រោយក្មួយនឹងរកឃើញចម្លើយលោកគ្រូកុំដេកយប់ជ្រុលពេកសម្រាប់ឲ្យបានឆាប់ចាស់កូនដឹងហើយ
សូមចុច like subscribe share និងឧបត្ថម្ភដល់កម្មវិធីមេរៀននេះអ្នកកំពុងតែជួបការលំបាកកុំខ្លាចអីអ្នកមិនមែននៅម្នាក់ឯងនោះទេខ្ញុំបានឆ្លងកាត់វាហើយអ្នកក៏អាចធ្វើបានដែរសៀវមីក្មេងប្រុសឈ្មោះសៀវជុនម្នាក់នេះរៀនគណិតវិទ្យាខ្សោយណាស់ទិញសៀវភៅលំហាត់ឲ្យគេមួយក្បាលទៅចំណែកក្មេងស្រីឈ្មោះសៀវលីម្នាក់នេះវិញគ្រូសាគេមិនឲ្យរៀនសូត្រទេកូនចង់សរសេរថែមបន្តិចទៀតប្រាប់គាត់ពីរបៀបទំនាក់ទំនងជាមួយគ្រូសាហូបបាយនៅកូនហូបហើយអ្នកម៉ាក់ហូបអីដែរហូបនៅអាហារដ្ឋានសាឡាទេមកហូបពេងប៉ោះឆាពងទាហូបតែអានឹងមែនទេកូនស្គមទៅហើយណាអត់ទេកូនអត់ស្គមទេនៅខាងនោះត្រជាក់ទេកូននៅនេះមានម៉ាស៊ីនកម្ដៅអត់ត្រជាក់ទេម៉ាក់អើបើអីចឹងក៏ល្អចុះពេលណាកូនត្រឡប់មកវិញរដូវវិស្មកាលកូននឹងទៅរដូវវិស្មកាលនៅយូរទៀតតើកូនដាក់ទូរស័ព្ទវិញហើយណាថ្លៃទូរស័ព្ទវាថ្លៃណាស់អ្នកម៉ាក់ចាកូនសរសេរសម្បត្តិមួយច្បាប់ទុកឲ្យម៉ាក់សម្បត្តិអ្វីទៅកូនមិនទាន់បានផ្ញើទៅទេចាំកូនសរសេរចប់សិនចាំកូនអានឲ្យម៉ាក់ស្ដាប់អីចឹងកូនអញឆាប់សរសេរទៅកុំចាំដល់ម៉ាក់ងាប់ទើបយកមកអានឲ្យស្ដាប់ម៉ាក់និយាយអីហ្នឹងបាទអត់និយាយទៀតទេចុចផ្ដាច់ហើយណាអរគុណលោកគ្រូអរគុណគួយឡាននេះជាសៀវភៅសិក្សារបស់នាងកាលពីនៅក្មេងមែនទេបោះចោលក៏ស្ដាយដែរយកទៅឲ្យក្មេងនៅភូមិអានទៅរងចាំបន្តិចទៀតចាំយកទៅឲ្យគាត់កុំប្រាប់គាត់ថាខ្ញុំជាអ្នកឲ្យសោះទៅចុះជួបគ្នាគ្រាដំបូងក្នុងភ្លៀងរលឹមកែវភ្នែកលាក់ទុកនៅរឿងរ៉ាវក្នុងចិត្តគ្រប់យ៉ាងចង់និយាយប្រាប់អ្នកថ្ងៃនេះដែលខ្ញុំឈរនៅទីនេះមិនមែនព្រោះខ្ញុំខ្លាំងពូកែអ្វីទេតែព្រោះម៉ាក់ខ្ញុំកាលអាយុ18ឆ្នាំក៏ធ្លាប់ទទួលបានលិខិតចូលរៀនមហាវិទ្យាល័យដែរតែគាត់គ្មានឱកាសបានមកខ្ញុំក៏យកចំណែករបស់គាត់មកជំនួស
គាត់មិនមែនជាមនុស្សអាក្រក់ទេគាត់គ្រាន់តែជាជនរងគ្រោះម្នាក់គាត់បានបំផ្លាញខ្ញុំតែគាត់ក៏ធ្លាប់ត្រូវគេបំផ្លាញដូចគ្នាខ្ញុំមិនអាចអភ័យទោសឲ្យគាត់បានតែខ្ញុំយល់ពីគាត់ថ្ងៃនេះខ្ញុំចង់ប្រាប់គាត់ថាម៉ាក់ឃើញទេក្តីស្រមៃរបស់ម៉ាក់កូនបានសម្រេចឲ្យម៉ាក់ហើយលោកគ្រូមកដល់តាំងពីពេលណាដែរមកដល់តាំងពីម្សិលមិញសម្បត្តិរថភ្លើងពិបាកទិញណាស់ហើយអ្វីលោកគ្រូមិនប្រាប់ខ្ញុំនឹងទៅទទួលលោកគ្រូប្រាប់ទៅនាងនឹងភ័យខ្លាចអស់ហើយគ្រាន់តែចង់មកមើលឃើញនាងហើយក៏នឹងត្រឡប់ទៅវិញលោកគ្រូស្នាក់នៅឯណាដែររកបានសន្តាគារតូចមួយក្បែរស្ថានីយរថភ្លើងព្រឹកស្អែកត្រូវជិះរថភ្លើងមែនទេស្នាក់នៅតែមួយយប់នេះទេមួយយប់គឺគ្រប់គ្រាន់ហើយបានឃើញមុខនាងគឺគ្រប់គ្រាន់ហើយលោកគ្រូតើលោកគ្រូបានញ៉ាំអីនៅខ្ញុំចង់អញ្ជើញលោកគ្រូទៅញ៉ាំអាហារនៅជិតមាត់ច្រកសាលាមានហាងមួយឆ្ងាញ់គួរសមដែរទុកពេលក្រោយចុះខ្ញុំបានកក់សម្បត្តិរថភ្លើងរួចហើយបដូរមិនកាត់ទេបើអញ្ចឹងលោកគ្រូជួយរងចាំខ្ញុំបន្តិចបានទេនេះខ្ញុំទិញជូនលោកគ្រូនៅទីក្រុងប៉េកាំងអាកាសធាតុត្រជាក់ណាស់ពេលក្រោយបើលោកគ្រូមកចូលរួមប្រជុំលោកគ្រូអាចយកវាទៅស្លៀកបានខ្ញុំទិញខ្នាតធំបន្តិចទៅបើធំគឺក្តៅខ្លួនល្អណាស់បានហើយខ្ញុំទៅវិញសិនចុះជីសៀក្មួយពូកែជាងកូនស្រីរបស់គ្រូទៅទៀតប្រសិនបើនាងនៅមានជីវិតម្លេះក៏ប្រហែលជាបានបញ្ចប់ការសិក្សាដូចក្មួយដែរអរគុណលោកគ្រូបាទម៉ាក់កូនអានឲ្យម៉ាក់ចប់អស់ហើយសាច់រឿងចប់ត្រឹមនេះសូមអរគុណដែលបានតាមដានសូមអរគុណសម្រាប់ការទស្សនា